ជួយវត្តណាមួយទីកន្លែងណាមួយពិសេសគឺមូលដ្ឋានទីកំណើតកើតជាដែលយើងបានបួសរៀនយើងបួសកន្លែងណាហើយយើងត្រូវតបស្នងសងគុណទីកន្លែងនោះវិញដូចជាវត្តព្រះលវាននេះជាដើមឃើញទេវត្តព្រះលវានយើងបានបួសរៀនហើយយើងបានទាំងទទួលក្រេបជជក់យកនៅចំណេះដឹងផ្នែកខាងព្រះធម៌ព្រះវិន័យសាសនារបស់ពុទ្ធបច្ចិនអាស្រ័យហ្នឹងមានការសិក្សារៀនសូត្រតាំងពីអច្ចយថាសពគ្រប់បែបយ៉ាងធម៌វេដាហើយសូត្រមុនតូចសូត្រមុនធំប៉ុន្តែប៉ុណ្ណោះសោតគឺយើងមានសាលា មានសាលារៀននេះគឺជាថាបណ្ដុះផ្នែកខាងពុទ្ធិកសិក្សាជាឆ្អឹងខ្នងរបស់ពុទ្ធសាសនាហើយយើងមមតំរឹងមមទៅបានអាស្រ័យទៅសារតែមានវិស័យផ្នែកខាងពុទ្ធសាសនាគឺព្រះបរិយត្តិធម៌នឹងហើយវាជាសសរទ្រូងណាជាគ្រឹះមមសម្រាប់កុលបុត្រអ្នកសិក្សាហើយគឺយល់ដឹងហើយគឺត្រូវតែមានកាតព្វកិច្ចមួយភារកិច្ចមួយត្រូវតបស្នងសងគុណចំពោះវត្តនោះវិញចំពោះសាសនាវិញដូចជាយើងរស់នៅបានសុខសាន្តដោយសារអ្នកណាដោយសារអ្វីទីមួយដោយសារវត្តហើយបើយើងបានផ្លែផ្កាបានផលប្រយោជន៍ហើយយើងត្រូវងាកក្រោយបែរត្រឡប់ក្រោយដើម្បីតបស្នងសងគុណចំពោះវត្តនោះវិញយើងបានសុខស្រួលដោយសារវត្តយើងមានចំណេះចេះដឹងបានលូតលាស់មកដល់ពេលនេះសមត្ថភាពមកដល់ពេលនេះដោយសារអ្នកណាដោយសារអីគេយើងត្រូវមកតបស្នងសងគុណទីកន្លែងនឹងវិញជាពិសេសគឺកុំភ្លេចចោលនៅឧបជាយាចាក៏ជាអ្នកមានគុណមួយជាអ្នកបានបង្កើតជាអ្នកឲ្យនៅគេសាលោមានអ្នកការតន្តាតចោមង្សាំងអ្នកហារុអធិមិញ្ចាំវកੰហតិយ៉ាងឲ្យជាដើមហៅថាតចបញ្ចកម្មដ្ឋាននោះឲ្យនៅគេសាដល់យើងជំហានដំបូងចាប់ដៃគុំបញ្ចូលគ្នាហ្នឹងឲ្យថាតាមម៉េចគេសាលោមីអ្នកខាតន្តាតចោឲ្យបញ្ជ្រះទៅវិញទៅមកហ្នឹង ហើយមិនមែនចិត្តថាទេត្រូវយល់អត្តន័យខ្លឹមសារពាក្យនីមួយហើយយើងយកទៅបដិបត្តិតាមទៅកញ្ចក់ដៃកញ្ចក់ជើងកាត់ទៅស្អាតទៅហើយសក់ហ្នឹងកុំឈូសហ៊ុនបើសិនជាអាចយើងលះបង់ទៅដើម្បីបានប្រយោជន៍យើងធ្វើតាមដំណើរនៃព្រះសម្មាសម្ពុទ្ធត្រូវកាត់កោគេសាហ្នឹងឲ្យស្អាតមិនបាច់ឈូសទៅវាមិនជាលើកខ្វះអីគ្នាទេហ្នឹងហើយកាត់ទៅស្អាតទៅទី1យើងបានដើរតាមទំនៀមប្រពៃណីផងហើយទី2យើងបានបុណ្យ ចំណែកមួយទៀតដែលសក់ជាទីស្រឡាញ់របស់យើងនឹងយើងសុខចិត្តថាលះបង់ហើយថាបរិច្ចាគកោឲ្យស្អាតបាតនឹងគឺដើម្បីឲ្យបានស្អាតទាំងផ្លូវកាយឲ្យបរិសុទ្ធគេមើលមកទៅហើយគួរជាទីជ្រះថ្លា បុណ្យកុសលក៏ជាចំណែកមួយដែលកើតទៅតាមទឹកចិត្តដែលយើងស្ថិតនៅក្នុងការជ្រះថ្លាជាមួយនឹងកោគេសានឹងដែរឲ្យតែយើងយកចិត្តទុកដាក់នៅកន្លែងហ្នឹងណាហ្នឹងហើយបើយើងមិនបានកោសក់អីទេយើងគិតថាប្រហែលជានៅជាកុហកអីនៅជាអីវ័យប៉ុណ្ណឹងប្រហែលជាពុងពេញតែសបាយឬក៏ពុងពេញតែស្វែងរកលុយកាក់អីថវិកាដើម្បីជួយដល់ក្រុមគ្រួសារយើងគិតតែអញ្ចឹងតែដើម្បីជាគំនុះមួយហើយវាជាទំនៀមមួយថាកូនប្រុសដើមទ្រូង5ហັດឥឡូវយើងបានបួសហើយបួសនេនបុរាណលោកថាម៉េចបួសនេនសងគុណម្ដាយហើយបួសភិក្ខុសងគុណឪពុកប៉ុន្តែមិនមែនទេភិក្ខុក៏អញ្ចឹងដែរហើយនេនក៏អញ្ចឹងដែរសងគុណដូចគ្នាឲ្យតែបួសហើយយើងធ្វើតាមត្រឹមត្រូវតាមធម៌តាមវិន័យតាមបទបញ្ញត្តិហើយតាមពុទ្ធិនិញ្ញាតមានអភិសមាចារសិកយៈវត្តអីលោកវច្ចៈសិក្ខាបទអីយ៉ាងម៉េចណាភិក្ខុត្រូវសិក្សាអីគេសិក្ខាបទ227មានអីគេបរាជិក4សង្ឃពិសេស13អនិច្ចតៈ2និសិកយៈបញ្ញយៈ30សុទ្ធកៈបតយៈ92អីជាដើមអតិករណៈសមថៈ7ហើយផ្នែកខាងសាមណេរយើងត្រូវរៀនអីគេនេសនាងគៈ10អីសិក្ខាបទ10ហើយទណ្ឌកម្ម10ហើយស្អីទៀតទៅដែលសុទ្ធសឹងតែជាបន្ទាត់ឬក៏ជាច្បាប់អប់រំដើម្បីយើងបានយល់ដឹងហើយធ្វើតាមគឺបានប្រយោជន៍បុណ្យកុសលតែម្ដងនឹងសុទ្ធសឹងតែជាបុណ្យកុសលដែលយើងមើលឃើញសម្លឹងទៅមើលឃើញស្ថិតនៅក្នុងអថាង្គិកមៈទាំង8គឺនៅកន្លែងហ្នឹងព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងក៏ព្រះអង្គដើរទៅតាមអថាង្គិកមៈទាំង8ហ្នឹងដែរការងារត្រូវអីត្រូវការយល់ឃើញត្រូវសពគ្រប់បែបយ៉ាងសុទ្ធតែដើរនៅក្នុងផ្លូវល្អសុទ្ធតែជាប្រយោជន៍បុណ្យកុសលទាំងអស់នេះការបួសគឺបែបហ្នឹងមិនថាភិក្ខុឬក៏ថាសាមណេរទេគឺសងគុណដូចគ្នាណាងាកក្រោយបែបទៅវិញឥឡូវយើងបានសិក្សារៀនសូត្រអីហ្នឹងហើយកតបកិច្ចមួយភារកិច្ចមួយដែលយើងត្រូវតែងាកក្រោយមកវិញដែលយើងទទួលបានផលប្រយោជន៍ផ្លែផ្កាហើយយើងត្រូវតែតបស្នងសងគុណចំពោះសាលាវិញចំពោះព្រះឧបជាយាចាមានគ្រូបាអាចារ្យជាដើម
đôi chia cầm nạp cà phê phía xuất lúc ban po nia po một hai tha mày miền côn miền tùng côn lược pratapi khi miền ở vây nằng xóm côn lược chẳng pi miền pon kỵ rí thay pom sma hong thay pom sma hong miền tùng của pon kỵ rí prai tham mấy chứ prai tập phun nữa nè miền nó pon phun của mình sma chỉ bôi nằng côn rồi bỏ pom đai tê miền quạt đầm bay tới sờ bay hay ban dương màu tê bờ khoản là ta sờ bay hỏi tế mình chăm bạch cất vô dương hay có cầm bạch chăm bạch tục dương thế nè mua của co cho rồi có tụm lẹ cho ta bị muốn hai ba thay bàn tay đói thực chất đây thật này nó mệt ta cũng là thua à ta mệt ta prom bị hiệt thua cạo rồi na prom bị hiệt thua hay mũ tị ta prom bị hiệt thua ủ pay kha prom bị hiệt thua hay nâng sang hạ thua chỉ chăm mơ thay dương hay tụm rom tập ban cao mò hai cứ trâu prao prao thay bị cao lôi cãi cháo nè từ pe từ mò hay thân nam từ đó cô sập cướp bài giang ấy nâng tụm rom từ dương bay qua từ nia ca ban chế đào chế ấy nâng cứ trâu lẹ bong quê về lia tầm bay mưa thay dương cháo nè con nâng à đôi việc mai cháo tên là dây tha xôm bay ta sờ mói môi về bị lứa sọc cho tha nhích sờ mói nó cháo tầm bay ở con ban sọc á tầm bay của mói bạc phía đó câu nữa sọc cho sầm lạp cái tầm bay con ban của nấy bàn sọcพวกมันได้คลาดาวซาตัวเหม็นเต้นอัดเป็นมกระบอกจีบกรรมไอ้นาไอ้นี่สกจัตตาเกยกับเวงกับวันหรือก็โยหรือบ้านนี่นุกคลาดติดดาวเตี้ยต่ำใบไทยจะจำโกนกับเมียนได้เอาแต่โกนบานรู้